Hello អ្នកទាំងអស់គ្នាថ្ងៃនេះយើងមានមុខម្ហូបថ្មីមកទៀតហើយគឺឆាផ្សិតកាជូជាមួយនឹងសាច់មាន់ជាដំបូងហ្នឹងយើងដាក់ប្រេងហើយនឹងលីងខ្ទឹមឲ្យវាឡើងក្រហមហើយនឹងឈ្ងុយបន្តិចណាបន្ទាប់ពីវាឡើងឈ្ងុយបន្តិចហើយបានយើងដាក់សាច់មាន់ចូលហើយសាច់មាន់ហ្នឹងយើងត្រូវលីងវាឲ្យឡើងឈ្ងុយហើយនឹងពីឈ្ងុយហើយយើងត្រូវឆាវាឲ្យដាច់ទឹកប្រេះបានយើងបង់ទឹកត្រីប៊ីចេងស្ករហើយនឹងអំបិលម្សៅស៊ុបប្រេងខ្យងបន្តមកទៀតគឺម្រេចយើងខ្វះវាអត់បានទេគឺវាបង្កើនភាពឈ្ងុយហើយនឹងបង្កើនពណ៌ឲ្យវាកាន់តែតំណងទៀតយើងដាក់ស្នៀតពោតហើយនឹងផ្សិតកាជូនឹងចូលឆាវាឲ្យសព្វហើយឲ្យវាចូលជាតិហើយបានយើងបង់ម្ទេសចូលហើយនឹងស្លឹកខ្ទឹមប៉ុន្តែថ្ងៃនេះយើងអត់មានស្លឹកខ្ទឹមទេយើងដាក់ម្ទេសតែមួយមុខទេអូខេបើសិនអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះជួយ follow ហើយនឹងជួយឲ្យបេះដូងម្នាក់មួយផងណាអ្នកទាំងអស់គ្នាអរគុណ